បាទសុខរមញ្ញាតបានជម្រាបសួរប្រិយមិត្តទូរទស្សនិកជនបានជាទស្សនវិជ្ជានៅច្រកដូងបាទនៅក្នុងតដីខេត្តបាត់ដំបងបាទនៅល្ងាចនេះគឺនៅវេលាម៉ោង5គឺត្រូវបានបើកដំណើរការច្រកឲ្យរថយន្តដែលចូលទៅទិញបន្លែផ្លែឈើនៅក្នុងទឹកដីផ្សារថៃបាទឥឡូវត្រូវបានចរចាគ្នាបើកច្រកឲ្យខាងបងប្អូនអាជីវករនិងអ្នកលក់ដូរខ្មែរយើងនៅក្នុងទឹកដីថៃហ្នឹងគឺចេញមកវិញបាទដោយធម្មតាក្រោយពីខាងភាគីថៃបាទសូមធ្វើការចរចាដំណើរការច្រកនោះបាទគឺឃើញថាទស្សនវិជ្ជាទាំងស្រុងគឺនៅច្រកដងនេះគឺមានរថយន្តជាច្រើនដែលចូលទៅទិញទំនិញពីថៃបាទអញ្ចឹងដោយសារតែជាចង់ធ្វើអញ្ចឹងដោយសារតែថៃគឺបានបិទច្រកទ្វារបាទឯកតោភាគីមុនបាទទៅខ្មែរយើងបាទបិទតាមក្រោយបាទនេះគឺជាមេរៀនដែលថៃប្រហើនដាក់កម្ពុជាមុនបាទឥឡូវយ៉ាងមិនដែរបាទរសជាតិនៃការបិទច្រកទ្វារអន្តរជាតិបាទនិងច្រកតំបន់បាទហ្នឹងហើយកុំឲ្យខ្លាំងឯងបាទមើលគេផង